Chỉច្រើនឆ្នាំក្រោយមកទៀតដោយសារតែការបែកបាក់ក្រុមគ្រួសារសាច់ញាតិផងរួមជាមួយនឹងការធ្វើចំណាកស្រុកការបាត់បង់ជីវិតរួមនឹងស្ថានភាពភូមិសាស្ត្រដីក៏មានការប្រែប្រួលជាច្រើនទៅតាមរដូវយូរទៅមនុស្សក៏លែងនឹកនាទៅដល់រណ្ដៅកប់ខ្មោចពីដើមនោះតរៀងរហូតមកដល់ពេលសពថ្ងៃនេះត្រឡប់មកនិយាយអំពីស្ថានភាពខ្ញុំពេលនេះវិញម្ដងនាល្ងាចនោះដែរអាការៈជើងរបស់ខ្ញុំក៏បានធូរស្រាលច្រើនប៉ុន្តែក៏នៅតែមិនទាន់អាចដើរបានស្រួលបួលដោយកាលពីមុនឡើយអ៊ំសាក់ក៏បានដើរទាំងរញីរញ័រទៅទាញយកឈើច្រត់មួយដែលផ្អែកជាប់នឹងសសរផ្ទះមកកាន់និងដើរតិចៗទៅប្រាប់ឲ្យពួកអាដែងប្រញាប់ទៅលាងឆ្នាំងដាំបាយតនមេឃនៅរៀងភ្លឺនិងមិនទាន់ងងឹតកុំឲ្យវាពិបាកនឹងបន្តរហូតដល់ពេលបាយពុះពួកវាក៏បានចាប់ផ្ដើមកកាយរងើកភ្លើងចេញពីចង្ក្រានដែលនៅជាប់ផ្ទាល់នឹងដីមកលោកលីដើម្បីរៀបចំអាំងត្រីងៀតធំដែលមានស្រាប់នៅក្នុងរោងបាយរបស់គាត់ខ្ញុំបានក្រោកមកអង្គុយប៉ុន្តែមិនហ៊ានដើរចុះចេញទៅណាប្រេះផ្ដាស់ទេតោះតែបន្តិចក្រោយមកអ៊ំសាក់ក៏បានមកអង្គុយក្បែរជាប់នឹងចុងគ្រែហើយយកដៃមកអង្អែលក្បាលខ្ញុំតិចនិងនិយាយថាមិនហើយអាម៉ៅបានក្រនបើទេខ្ញុំក៏ងក់ក្បាលនិងនិយាយទៅកាន់គាត់វិញថាតើវានឹងហើមទេអ៊ំសាក់ក៏បែរទៅជាសើចហើយប្រាប់មកកាន់ខ្ញុំវិញថាវាមិនហើមអីទេចាំយប់បន្តិចម្ចាស់វានឹងមកយកវាទៅវិញហើយខ្ញុំជ្រួញចិញ្ចើមដាក់គាត់និងសួរបែបឆ្ងល់ថាពីណាគេអ៊ំសាក់បានត្រឹមតែញញឹមមើលមកមុខខ្ញុំនិងផ្ដើមនិយាយស្អកមកកាន់ខ្ញុំសារជាថ្មីថាវាគ្មានទៅស្អីទេនិយាយចប់គាត់ក៏បានស្រែកសួរទៅពួកអាដែងថាអើយ៉ាងម៉េចទៅហើយពួកអាចៅបាយនឹងត្រីនោះបានស៊ីអត់ទេមើលទៅហើយនិយាយពុំតាន់ផុតពីមាត់ផងពួកវាក៏បាននាំគ្នាដើរមកកាន់គ្រែដោយអាខ្លះកាន់ឆ្នាំងបាយអាខ្លះកាន់ចានត្រីងៀតអាខ្លះកាន់ចានទឹកជ្រលក់ស្វាយខ្ចីដែលបេះពីជ្រុងខាងត្បូងផ្ទះគាត់មកនឹងរួចរាល់ជុំគ្នាពួកយើងក៏បានចាប់ផ្ដើមហូបបាយយ៉ាងសប្បាយដោយគ្មានគិតខ្វល់ពីរឿងផ្ទះដែលកំពុងតែត្រូវទឹកលិចនោះឡើយត្រីងៀតនេះគឺពិតជាឆ្ងាញ់ខ្លាំងណាស់ដោយសារតែវាបានហាលយ៉ាងក្រៀមល្អនិងព្រមដោយការប្រឡាក់ជាមួយនឹងគ្រឿងឡើងឈ្ងុយហើយក៏លាយតិចជាមួយនឹងម្ទេសគឺពិតជាពិសេសអស្ចារ្យប៉ុន្តែចម្លែកត្រង់ថាតាំងពីតូចមកឲ្យតែត្រូវបាយជាមួយនឹងអាហារក្រៀមគឺខ្ញុំតែងតែហូបដោយការស្រូបជាមួយនឹងទឹកទើបលេបចូលទង្វើនៃការយកទឹកមកស្រូបជាមួយនឹងបាយនេះក៏បានធ្វើឲ្យពួកវាសើចរួមនឹងអ៊ំសាក់ផងដែរនិងនិយាយចំអកលេងមកកាន់ខ្ញុំថាម៉េចបាយវារឹងពេកមែនអាម៉ៅបានជាចាំបាច់ត្រូវស្រូបទឹកខ្ញុំខ្ជិលតបអ្វីជាមួយនឹងគាត់គឺបានត្រឹមតែញញឹមតិចនិងប្រញាប់លូកដៃទៅចាប់ហែកត្រីមកដាក់ក្នុងចានខ្លាចពួកវាស៊ីអស់មុននៅត្រង់កន្លែងឆ្ងាញ់មួយសន្ទុះធំក្រោយមកការទទួលទានក៏ត្រូវបានបញ្ចប់នៅសល់តែខ្ញុំដែលកំពុងនៅអង្គៀមឆ្អឹងត្រីស្រួយមិនទាន់អស់ចិត្តខណៈពួកអាដែងផ្សេងទៀតក៏បានឆ្អែតស្កប់ស្កល់ដើរយកដៃអង្អែលពោះដែលកំពុងតឹងគ្រប់គ្នាបានបន្តិចភ្លាមនោះក៏ស្រាប់តែឃើញអាលុកឆ្កែរបស់ខ្ញុំវាបានរត់មកចេញពីជ្រុងក្រោយផ្ទះមកទាំងដោយទឹកខ្លួនជោកនិងបានមកឈប់អង្គុយចុះបក់កន្ទុយលៀនអណ្ដាតដាក់ខ្ញុំនៅជាប់ជ្រុងម្ខាងនៃគ្រែមិនតែប៉ុណ្ណោះវាក៏បានរលាស់ខ្លួនមួយប្រាវធ្វើឲ្យស្លាចទឹកមកទៅទឹកពេញទាំងមុខរបស់ខ្ញុំអ៊ំសាក់ឃើញបែបនេះក៏បានបោះត្រីមួយកន្ទុយដែលសល់ពីការហូបមុននេះទៅឲ្យវាស៊ីអាលុកក៏បានលូនរៀបផ្ទាល់ទៅនឹងដីហើយយកជើងមកខំហែកស៊ីទំនងដូចជាដាច់បាយមកប៉ុន្មានថ្ងៃហើយអញ្ចឹង
mình dù bần mán mị có bàn người nghịch tử prấu chia mùi nữ xâm lệnh tực hố bạc chạ tam tùm nục chól tức nông phùm xâm lệnh priệp bàn nâng chua trừ bần tò pi bà mô chan chăn năng tục ó bố á đáy có bàn bần tò nôm khía đai cho trọp tám kia các bài mọt bề chọp chầm hiền nâng tè ra bọc quát đạm bầy từ mưa trấy mưa con kép mưa chân rật khmiên kết khai chụp sạt à xê rập bực khám đôi chữ nhầm đi lời liệt bên nụ đá ông sán có bàn hai nhóm ỏi lang tới lớp tét chỉ mùi cọt pru mình chọn ỏi nơ mù khám bà tù chia mới từ sọc phiệp cọt hạ đôi chỉ bùng sợi lỗ nâng đá bên sợi lưỡn còn té cọt nơi tay ai lang chân đài bè bàn dạng rung phơi nơi lái tay nhóm đài cầm bùng tay prần đài trước mùi chương pì tịch tịch tam pì còi cọt từ tại đài chó tùm róm bàn láng tới đó hàng lửa còn tại bạc vì một cả nhóm phây lặng bốc bù rút tay mặt đai khởi khang trong tè đo sàn chầm lại bài này dạng nào có đói nhóm có ban túc rương khai nương mà đống nâng đài tịch tịch tự ép nâng mót bằng ủi đạm bầy xâm lần áo từ mưa tè đầu bọc nhóm đài nơi mình ngay ông pì tì nì bốn ta đòi xa tại mì bán ngon nghịch từ hỏi cứ mình ai mưa khởi nhà bầy lái cái tay pi bùn lử phượng chân lọc dạng prung priệt mình đằng thà miếng rương vây khla bàn cạt lại nơi tì nụ têตลอดเงี่ยมกนงเตะเราบอกกอดวิ่งคือในแต่มีอารมณ์ท่าปรือสมบูรณ์ขณะประเตะคืนอาสนะปูมวยได้สถัดในจงมาข้างในเตะโดยมีรีบใบใสเตี้ยนถูกจีจรันขณะหนึ่งตรบานดักดำรีบจะมุ่ยหนึ่งออกบอกใส่มาหลังเราเวียมปอดในจุ่มวิ่งปีนัดมือยูตื้อโต๊ะจีกันแต่คลายบนแต่จืงเจ็ดแต่ปรังตาtừ mộtติดตามใบมือลอยเกียคืนขยมด้าเตกบายกันไหลนุอมสะก็บานปรับบังกอบเอาขยมยกได้แก่ในกบายโซกันด้าเตออดมันใช้ตีนนึ่งจองเกียงได้สถัดในกบายนุดำใบเอาพลื้สละในขนมเตะโดยซาแต่ปีบาด้าขยมก็บานลุดจงกงโจหนึ่งเอาแต่จับยกได้แก่หมกบายกลมโรมแก่บุญปรามดงนึกใต้มันโปร่งแช่สอบเป็ดได้อมสะก็บานซ้ายจำออกหมกขยมปีหมดจันดาเมือนิยิปีได้แก่จำนวนนู้เวียมันตุ่มเนื้อปลาแกะด้วยในปีปัจจุบันนี้นะคือเก็บปลากระบาดได้หมุยแกรูปจมูกหนึ่งทมอใบมะยางได้เจนกาเพลิงหนึ่งดำใบอ้อยเตยชาบเช็ดจมูกหนึ่งด้มสำลีจระลุเปล่งการได้เกดัสโนจีก่อนดาหนึ่งตีนเจนโมกแต่จงบันติดำใบบันเช่บนต่อปีปรังแกมวยสันตุเตอร์แต่ระบบได้เตอหายเตอร์ไปปรงเช่หายขยมก็ยกไปเตอร์ดดบอมพลื้ในขนมจังเกียงหนึ่งเตี้ยนปนมันดำได้สถัดในกระบายหนุหายกับบานบางหายตึ๊ดพิษในขนมเตะดอกกล้วยคลายเลือดดำหนึ่งมันได้คืนปีมนเมาเนื้อมือจงจำเฮียงขางกรอยเคยมีสดแต่แก่กรอบกำเพลิงจะจับจิตร้างบานด่าเก้าในเลือดเนียมันตายปนนกเนื้อจอบจนเจียงก็เคยมีแตงกระนัดเรียงกระหอมกระไม้จ้าจ้าสระดีหนึ่งสบองจีเปอร์ระบอลลูกก็ตระบานเปะจัวรนในรนเอารีปลายจอบเนียระหดดอนหมดบองอุ้ยก็เคยมีจัวในขโมยสัตว์สลับทุ่มใบบุญกระบาลได้มาตามขยุมกิดตำนงจีสัตว์ไก่ไอโอ๊ตหนึ่งกรีลหรือกระสาได้ตระบานกีสำลับหนึ่งดาวเชยก้างรุ่ยหาทางไงเอาเกรียมแต่งสลับแต่งโรมรุ่ยตืบยกหมกจัวในตีนี้เรื่องขโมยสัตว์กรีมนี้ขยมก็ถลอกบานหรือลูกตาดำนาปราบได้ทาพิจารณากิโยกเวมกตกดำใบซ้อมทั่วจิตนามที่บาลพิเศษหนึ่งสหายนามวยได้อาจบังกราดปึ๊กโดยเจียปึกบุกขั้นจะเดิมเพราะหายเจียโดยซาแต่คืนขยมกำปงสลองอารมณ์เมื่อระบบไพลในเลือดแดงนี้อมสันก็เหมือนบานหมกหามหรือคอดแข้งเอาไว้ได้หายก็เงียบไปตัวจับตีสิเพอจ่าทุ่มมวยกระบาลหมกชงกอ่านติดมาในไอ้เนื้อจอบหนึ่งหมดเฟียขณะเนื้อข้างไกลมีกำปงเพลียงแผลคลั่งตือลีลอมจมูกหนึ่งเพลย์บรรทุช่วยช่วยหนึ่งจอดเบาะผ่านมงบอกบังอุดตุ๊บหนึ่งจินจางขดุงกลางมันดัดโซก็ปลุกแต่จอดเวียบานไฟตึกมกคลังปีอมก็บานบัดเวียบันติ้งตึกได้มาองกุยเป็นเพนในกระบายอาสนะหนึ่งสำลังมือขยมดอยตึกมกเยี่ยมบานบันติขยมก็สมกะอนุญาตก่อนดำใบบานแต่ยกกำปีสลักเดินมวยบ้านได้ประหลาดแต่ด้อยเพะใส่ถูก
nâng cái căn làng cả mưa mình trong dùl nhóm của bạn bằng tỏ xuống tại căn có tiết thả ống anh nâng dậy kể tới cọt có bàn xuống nâng chấp dốc viết bị đầy nhóm nâng bạc mưa mũi sân lần đón đòi rịp rộp thà siêu phơi bò ràn bị đám kê sơ xế đòi prá viên nâng hơi nhóm có bàn xuống tại căn có tiết thả cho kê sơ xế ông bì vậy tới ống ban chỉ mưa tử mình đầu trả xó đại khuyên mê nơi xa là xó cọt sải hai bàn tỏ thà cứ kê sơ xế ông bì có bốn nằm ra môn là cùng bì xa máy đám bàn tỏ bì bì nứt mới ở chật nhóm có bàn bàn tỏ nghĩa cho xa đám tạm mưa là vậy đại plái chia bàn tỏ tiền rồi hột chào phần này từ khởi kéo cho rõ tức nằm ở bình mà dạng buôn pram đại bản cầu bán bất chật đòi cờ nạt cờ hòm cha nơi bị crom này asana nè chọn bản bỏ phát cờ nạt ở bàn cho láng bằng hai nhà vậy mà dạng nơi không kéo hạ cua chạp arom chỉ khlang nhóm có luật chẳng cũng chốt nâng việt tịch từ cái bãi nâng dốc đáy chắp bàn cờ nạt nâng trên từ lửa từ bằng hai cờ lò kéo cho rõ tram mà bỏ ở vậy play đã đầm riệp khnia chỉ chùa buôn pram ông xã bạn hám nhom thà mượn tại bị cài bạn hơi cống pa pol về sao bà tụ bảy chỉ còn bạn hàm bài này mến cọt nhom nữ tay ông cùi bằng biển bỏ mưa vía ở bị mùi kéo chốt từ mùi kéo kéo đầm bốn khơi miến đôi chỉ tộc càiอย่างthum mũi từ bàn ngọt on đại ngà búa rồi hột tức nơi khang khổng prai từ chỉ lương lọ ai cái quần tọp khơi đôi chỉ có nhằm chương sạt ở vậy mà dạng rồi héo từ nâng sạt khla rồi hột một đòn cài tỷ bảy có rất là phai kháng cứ mình đằng thà chia vậy ở con đại miếng xuân than tùng hùng rồi héo nâng phai thọ tùng máu mũi mũi on đại chọc lại nơi khung tức đại miếng sập hiệp có hòm rồi áp mình đứng tăng bị chăn nằm một lời đòi mình ở chân nhóm có bàn nghĩa một xu ôm thà cho cái mùi nắng chị ấy tử ông xã có bàn nghị xâm lấn từ tám đây để nhầm bàn trong ổ nâng xâm lấn một nhầm vĩnh hạ đôi chín nực khơi như rướng ở bên vàng ca pì môn màu hỡi tướp đi gì práp một nhầm thà vì chỉ cọp này pu có tại lưỡi còn gì chọp nhầm có prư xâm bol ba rùm nơi lửa đầy bần tọp bị lệp tận mọt bần tịnh tướp nhầm nghĩa một mưa xa chỉ thầm ấy đòi miền arom thà khái nâng kết không chật mà này anh thà tại cọt bàn bìa một dạng đôi mà đấy hỡi tăng bị nam nam một tử bà trầm tại phần này vía thùng chọn pon các bao nhầm từ hỡi chót tùm ròm khluôn rồi bỏ vía tại thùng pon ná tử thật nơi cài mùi tiệt các bái nụ đá có sừng kẹt khơi miến đôi chia sầm nồng sọ rồi bỏ mình đúc có từ bạn đã trạm nơi khung tực on đại làng cua ở trong lại bom rồng nâng nghĩa mẫu này dí lên rương xanh tiệt chỉ mùi nâng con đàm bay bắn lọp trong nụ cá khái vấn tái chạy tại miền arom thá thân ấy thôm nâng khung cài nút chạy tại nghĩa tạm sầm lăng mông mưa nhóm chọp trên này rư mùi một bị nhóm khái rồi hột cất cho đàn bị tệ đấng vấn tái nơi phần màn niệm tì bắn tóm xâm lấy cua thuyền có lon snow lãng hai nhóm có riết bom rong nâng đa tự bảo bút cất thả miền nẹt na cái tại bị bùa đại mật phẹ tại bản chân từ lấy nơi cài tè cá bị lưng nghịch mình nụ tề đã mình đèn toàn bàn bấy buôn trong hiền sưu bồ phóng ông xã có bàn dục đầy một hàng hám nâng đi gì bài sấp một cành nhom tha mình bạch từ bạc tề bị gì chọp còn có bàn nghĩa xâm lăng từ phía đòi cờ sai phần này mỏm nâng đi gì lư thà bà chọn chỗ mất mình run phía mốc bần tỏ pì xong đây còn này gì chọp tới có bái tư chi mình lư nè na cho lòi tòm rư có run tràn phía đối đại còn bàn bằng cóp nụ lời một đỏ trong nội ní tớp nhom riêng chạp arom nhẹ nâng kết thà hai ấy ông xã prap kê oi run phía tèng đòi nơi chọp cần lư nơi lái hai nè nơi hàng cài nút cứ chia nè na tới ba không chỉnh kết thà khmi nè na cái tại pi a mình mật phẹ ra bọc nhom phần màn nè nụ tề phần tài hai đầu ấy bán cho vi mình prong lái rừng muối vì chỉ ở vậy xây từ vĩnh
បន្តិចក្រោយមកអ៊ំសាក់ក៏បានប្រាប់ខ្ញុំឲ្យទៅដើរបិទគ្រប់បង្អួចទាំងអស់នៅជុំវិញផ្ទះតែខ្ញុំក៏មិនទាន់មានឱកាសបានទៅសួរគាត់ក៏បានត្រឹមតែធ្វើតាមគាត់ប្រាប់សិនប៉ុន្តែឆ្លៀតនៅពេលដែលបានមកដល់ក្បែរបង្អួចខ្ញុំក៏បានលួចអើតទៅមើលក្រៅផ្ទះបន្តិចព្រោះដើម្បីចង់ដឹងថាមានអ្វីនៅខាងក្រៅឲ្យប្រកបកំពុងតែអើតមើលបានតែបន្តិចក៏ស្រាប់តែឮសំឡេងរុញទ្វារសាជាថ្មីប៉ុន្តែម្ដងនេះគឺច្បាស់ណាស់តែម្ដងថាគឺជាមិត្តភក្តិរបស់ខ្ញុំក៏ព្រោះតែបានឮសំឡេងវាស្រែកហៅយ៉ាងខ្លាំងប្រញាប់ឲ្យបើកទ្វារហាក់ដូចជាមានរឿងអ្វីបន្ទាន់ខ្ញុំពុំទាន់បាននិយាយឬក៏ដើរទៅបើកភ្លាមទេគឺងាកទៅមើលមុខអ៊ំសាក់សិនហើយគាត់ក៏បានងក់ក្បាលជាសញ្ញាបញ្ជាក់ថាអាចបើកបានខ្ញុំក៏បានដើរទៅតិចតិចទម្រាំដល់ទ្វារនិងទាញកន្លឹះចេញក៏បានធ្វើឲ្យទ្វាររបើករមៀលពួកវាប៉ុន្មានអ្នកនោះចូលមកក្នុងផ្ទះខណៈដែលពួកវាកំពុងរុញច្រានពីក្រៅមកនោះយ៉ាងខ្លាំងគ្រាន់តែចូលមកដល់ភ្លាមពួកវាក៏បានរត់ទៅសំងំក្បែរអ៊ំសាក់និងនិយាយទាំងរងាទៅត្រន់ញ័រមាត់ថាអ៊ំអើយអ៊ំមុននេះពួកខ្ញុំបានឃើញសត្វអីទេរាងវែងខ្មៅស្ទង់ធំខ្លាំងណាស់វាបានទម្លាក់ខ្លួនចុះពីលើដើមអំពិលក្បែរមាត់ព្រែកនោះចូលទៅក្នុងទឹកយ៉ាងលឿនបន្ទាប់ពីបិទទ្វារខ្ទាស់កន្លឹះរួចរាល់ខ្ញុំក៏បានដើរទៅក្បែរពួកវាដើម្បីស្ដាប់សាច់រឿងនៅអ្វីដែលពួកវាបានជួបមេឃនៅឯខាងក្រៅក៏រៀងស្ងប់ភ្លៀងទៅហើយប៉ុន្តែនៅតែមានខ្យល់បក់មកយ៉ាងត្រជាក់លាយឡំជាមួយនឹងសំឡេងទឹកព្រែកដែលកំពុងហូរយ៉ាងរងំក្រឡេកមើលទៅមុខរបស់អ៊ំសាក់ហាក់ដូចជាកំពុងសញ្ជឹងគិតទៅដល់រឿងអ្វីម្យ៉ាងហើយភ្លាមនោះដែរគាត់ក៏មិនបាននិយាយអ្វីបកស្រាយដែរក្រៅតែអំពីប្រាប់ឲ្យពួកវាទៅយកកន្ទេលស្លឹកត្នោតដែលផ្អែកនៅជាប់នឹងជញ្ជាំងមកប្រញាប់ដេកពួនព្រោះយប់កាន់តែជ្រៅដែរហើយបន្ទាប់ពីប៉ុន្មានម៉ោងបានកន្លងផុតនៅក្នុងផ្ទះក៏ស្ងាត់ជ្រងំដោយពួកវាបានដេកនៅម្ដុំឯខ្ញុំបានមកដេកនៅក្បែរអ៊ំសាក់ព្រោះតែមានអារម្មណ៍ដូចជានៅខ្លាចខ្យល់រំលងអាត្រៀតត្រជាក់ប្រៀបបាននឹងខែធ្លាក់ជំនួពីទិសខាងជើងបក់រសាត់មកតាមប្រឡោះព្រិលបង្អួចធ្វើឲ្យរងាស្ពឹកអស់ដៃជើងសំឡេងដំណក់ទឹកដែលស្រក់ពីដំបូលក្បឿងចុះទៅដីលាន់សូរមិនដាច់ជាពិសេសគឺស្នូវចង្រិតកំពុងយំចច្រិចនៅតាមស្មៅព្រៃក្បែរផ្ទះធ្វើឲ្យខ្ញុំដេកមិនលក់សោះងាកខ្លួនប្រែចុះឡើងមុខរបស់ខ្ញុំក៏បែរចំបង្អួចដែលមានព្យួរខ្មោចសัตว์ក្រៀមទាំងនោះរំពេចភ្លាមនោះដែរក៏ស្រាប់តែលាន់ស្នូអ្វីម្យ៉ាងហាក់ដូចជាមានអ្នកណាបានធ្វើអ្វីនៅក្រៅបង្អួចប៉ុន្តែក៏រៀងចម្លែកចិត្តថាផ្ទះនេះក៏ដូចជាខ្ពស់ណាស់ដែរតើអ្នកណាអាចមកធ្វើអ្វីពីខាងក្រៅមកកើតសំឡេងញ័ររង្គើក៏កាន់តែឮខ្លាំងឡើងរហូតទ្រាំពុំបានខ្ញុំក៏បានងើបឡើងស្ងាត់និងដើរទៅដោយថ្នមតិចនៅក្បែរទីនោះបំរុងថានឹងយកដៃទៅរុញមើលបងអួចក៏បានរបើកឡើងភ្លាមដោយខ្លួនឯងប៉ុន្តែបែរជាមិនឃើញមានអ្វីខុសពីធម្មតាសោះរហូតសម្លឹងផុតហួសទៅម្ដុំព្រៃដើមស្វាយចន្ទទីធំក៏ប្រទះមនុស្ស 4-5 នាក់ដែលមានស្លៀកពាក់តែខោអត់មានអាវនិងបានកំពុងអង្គុយយល់ជើងទៅតាមបង្គាបមេឃនិងបើកភ្នែកធំសម្លឹងមកកាន់ខ្ញុំញ័ររឹងអស់ទាំងខ្លួនប្រាណហើយក៏បានស្រែករត់ចេញពីក្បែរមាត់បង្អួចនោះមកវិញបន្ទាប់ពីដឹងថាអ្វីដែលឃើញនោះគឺពិតមិនមែនមនុស្សឡើយប៉ុន្តែគឺសុទ្ធតែជាខ្មោចដោយមានខ្មោចខ្លះកំពុងតែលៀនអណ្ដាតយ៉ាងវែងនិងដកកមកកាន់នៅនឹងដៃខ្ញុំជ្រួលច្រាលនិងរត់មកក្បែរសសរកណ្ដាលផ្ទះដើម្បីចាប់ដៃកេះនិងអុចទៀនបំភ្លឺឡើងប៉ុន្តែខណៈរត់ត្រឡប់មកវិញមានអារម្មណ៍ថាជើងខ្ញុំហាក់ដូចជាបានជន់នឹងរបស់អ្វីម្យ៉ាងទន់និងញ័រតិច
រហូតតតែទៀនត្រូវបានដុតបំភ្លឺឡើងទើបបានដឹងថាខ្ញុំបានដើរជន់តុកកែមួយក្បាលធំបែកពោះលៀនអណ្ដាតនិងកំពុងប្រកាច់តិចតិចនៅក្រោមជើងមិនតែប៉ុណ្ណោះបន្ទាប់ពីងាកមកលើរនាបផ្ទះក៏ឃើញមានសុទ្ធតែតុកកែនិងជីងចក់ជាច្រើនបាននៅកំពុងរត់ប្រសេកប្រសាចមិនដឹងថាវាបានផ្អើលរត់ចេញពីម្ដុំណាមកសោះឡើយសូម្បីតែនៅតាមចម្រឹងបង្អួចនៅតាមអាសនៈតាមជញ្ជាំងក៏មានសុទ្ធតែពួកវាជាច្រើនក្បាលក្រឡេកមើលទៅម្ដុំកន្លែងដែលពួកអាដែងដែលបានកំពុងនឹងដេកលក់មិនដឹងខ្លួនក៏មានសុទ្ធតែតុកកែកំពុងវានៅលើខ្លួនរបស់ពួកវាបន្ទាប់មកខ្ញុំក៏បានដើរតិចតិចសំដៅទៅអ៊ំសាក់ដោយបោះជំហានមួយខ្លាចក្រែងនឹងជន់ពួកវាទៀតបន្ទាប់ពីអ៊ំសាក់បានភ្ញាក់អង្គុយក៏ស្រាប់តែពពួកសត្វទាំងនោះបានរត់ចេញព្រូទៅជ្រុងម្ខាងដោយហាក់ដូចជាខ្លាចគាត់ជាខ្លាំងហើយខ្ញុំក៏បាននិយាយរៀបរាប់ប្រាប់គាត់នៅអ្វីដែលបានឃើញមុននេះហើយគាត់ក៏បានប្រាប់ឲ្យខ្ញុំទៅយកថង់ញៀមដែលព្យួរជាប់នៅនឹងជញ្ជាំងក្បែរអាសនៈមកស្ពាយហើយនឹងបន្តដើរតាមគាត់ទៅជិតមាត់ចន្ទើមកដល់ឥឡូវទើបខ្ញុំដឹងថាជើងដែលត្រូវបានក្អែបខាំកាលពីល្ងាចគឺវាបានបាត់ឈឺចាប់ទៅហើយទើបធ្វើឲ្យខ្ញុំអាចបោះជំហានរៀងលឿនគ្រាន់តែបើកទ្វារមកភ្លាមខ្យល់យ៉ាងត្រជាក់បានបក់មកយ៉ាងរំភើយផាត់ប៉ើងសក់ខ្ញុំឲ្យរញ៉េរញ៉ៃពេញក្បាលខ្ញុំឆ្ងល់នឹងអ៊ំសាក់ណាស់តែគាត់ចុះទៅធ្វើអីទាំងយប់រំលងអាត្រៀបបែបនេះម្យ៉ាងនៅមានអារម្មណ៍ភ័យនៅក្នុងខ្លួនដោយខ្លាចមិនទាន់បាត់ផងខណៈនឹកទៅដល់ខ្មោចដែលឃើញនៅលើដើមស្វាយចន្ទីនោះក៏កាន់តែធ្វើឲ្យខ្ញុំរៀងស្ទាក់ស្ទើរនៅក្នុងចិត្តនិងមិនចង់ចុះទៅតាមគាត់ឡើយប៉ុន្តែគិតមិនទាន់បានប្រមាណផងដោយមិនឮសូរសំឡេងជើងខ្ញុំចុះទៅតាមគាត់ក៏ងាកបែរមកក្រោយនិងបក់ដៃជាសញ្ញាឲ្យចុះទៅតាមគ្រាន់តែឈានជើងមកដល់កាំដំបូងក៏ប្រទះឃើញភាពចម្លែកដោយនៅតាមកាំនីមួយនៃចន្ទើមានដិតដាមជាប់ស្នាមរអិលរលោងប្រៀបបានទៅនឹងអ្វីមួយបានវាមកដល់ទីនេះទម្រាំតែចុះបានទៅដល់ក្រោមខ្ញុំដកដង្ហើមធំជាច្រើនលើកច្រើនសារព្រោះតែខ្លាចរអិលផងនិងខ្លាចស្ថានភាពដែលនៅខាងក្រោមផ្ទះនេះផងខ្ញុំក៏បានដើរទៅគៀកនិងកាន់ជាយអាវអ៊ំសាក់ជាប់ដោយមិនហ៊ានដើរទៅណាឆ្ងាយឃ្លាតពីគាត់ឡើយបន្ទាប់ពីក្រឡេកមើលបរិវេណផ្ទះមួយជុំអ៊ំសាក់ក៏បានចាប់ផ្ដើមបោះជំហានយឺតសម្ដៅកាត់តាមក្រោមផ្ទះឆ្ពោះទៅឈៀងខាងក្រោយខណៈពេលនេះភ្នែកខ្ញុំបានចាប់ផ្ដើមក្រឡេកក្រឡាប់មើលឆ្វេងស្ដាំជាពិសេសគឺតែងតែងាកទៅក្រោយព្រោះដោយចេះតែមានអារម្មណ៍ថាហាក់ដូចជាមានអ្វីមួយកំពុងតែតាមសម្លឹងមើលពួកយើងពីខាងក្រោយរំលងអាត្រៀតម៉ោងជាង3កន្លះយប់ទៅហើយលោកខែទើបតែដាច់ចិត្តរះបង្ហាញរៀងមួយចំណិតនៅឯនីឆ្ងាយខ្ពស់ក្រងគ្រប់បាំងបិទពន្លឺដោយកន្លែងនៅដុំពពកដែលកំពុងអណ្ដែតរសាត់នាំផាត់យកទៅឆ្ងាយសំឡេងទឹកហូរលាន់សូរយ៉ាងរងំលាយឡំនឹងសំឡេងចង្រិតលុបបាត់នឹងសំឡេងសម្រាប់ជើងដែលពួកយើងកំពុងដើរនៅលើដីចោលភ្នែកក្រឡេកទៅអតីតក្រោលគូពីបុរាណដែលត្រូវបានคล้ายទៅជាកន្លែងដាក់អីវ៉ាន់ចាស់ហើយក៏មានច្រើនណាស់ពិសេសគឺខ្សែច្រៀមនង្គ័លដែលត្រូវបានព្យួរជាប់ផ្ទាល់ជាមួយនឹងស្នែងក្របីនិងកញ្ជើល្អីជាច្រើនទៀតដោយសារមេឃយប់ងងឹតអ្វីមិនថាឆ្ងាយចិត្តគឺវាបានคล้ายទៅជាសភាពខ្មៅស្ទង់និងមិនអាចងាយសម្គាល់បានឡើយថាជាអ្វីក្រោយមកបន្តិចក៏ស្រាប់តែឮសំឡេងចានទង្គិចគ្នានៅក្នុងរាវបានធ្វើឲ្យខ្ញុំព្រឺក្បាលខ្ញាក់ចោលភ្នែកប្រឹងសម្លឹងទៅកាន់ទីនោះព្រមគ្នាជាមួយនឹងអ៊ំសាក់